ទីតាំងទី1គាត់នាំមកបេះកលែនផ្លែច្រើនមែនទេនៅក្រៅក្នុងខ្ញុំពងបេះទៀតហើយនៅខែប្រមូលផលអីហានេះផ្លែភ្ញៀវផ្អែមណាស់ពេញដើមផ្លែច្រើនហ្មងតែពេលអញ្ចឹងវាសប្បាយចិត្តហ្មងប្រាសាទនេះយើងហៅថាណែប្រាសាទអូបអ៊ុងអញ្ចឹងប្រាសាទនេះវាស្ថិតនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី2ដែលគាត់មកតាំងរាជធានីនៅលើភ្នំកលែនយើងនៅឆ្នាំ802អញ្ចឹងវាត្រូវនៅសតវត្សទី9ពេលមានកាយមានមគ្គទេសតំបន់គាត់នាំដើរអញ្ចឹងទៅបានយើងដឹងថាភ្នំកលែនយើងអាចមកបានលើសពីបោះតង់លើសតែពីលេងទឹកជ្រោះយើងមកតំបន់ប្រវត្តិសាស្ត្រអញ្ចឹងគឺល្អខ្លាំងមែនទែនបងប្អូនគ្នាជម្រាបសួរបងប្អូនទាំងអស់គ្នាហើយក៏អរុនសួស្តីដែរឥឡូវនេះខ្ញុំកំពុងតែនៅភ្នំកលែនហើយខ្ញុំគេងនៅនេះថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាតំបន់ទេសចរខ្លះៗដែលមាននៅលើភ្នំកលែននេះហើយចង់ដឹងថាតំបន់ទេសចរនោះមានអីគេខ្លះចាំទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកហាពេលព្រឹករួចរាល់ហើយខាងក្រៅនេះម៉ូតូរបស់ពួកខ្ញុំរៀបចំឲ្យបានរួចហើយខ្ញុំនឹងចេញដំណើរទៅទីតាំងទី1តែនេះណែនាំសិននេះបងពុទ្ធាគាត់ជា guide នៅលើភ្នំហើយគាត់នឹងនាំពួកខ្ញុំទៅដើរលេងថានៅលើភ្នំនេះមានតំបន់ទេសចរកន្លែងណាខ្លះអូខេ let's go បងប្អូនទាំងអស់គ្នាទីតាំងទី1គាត់នាំមកបេះកលែនផ្លែច្រើនមែនទេនៅក្រៅក្នុងខ្ញុំពងបេះទៀតផ្អែមតាវាមិនផ្អែមពេកទេតែក៏វាជូរអែមមកព្រោះមើលអែមឆ្ងាញ់ជូរអែមឆ្ងាញ់ហ្មងខ្ញុំមើលវាភ្លេចដើមបន្តិចដល់កាន់តែផ្អែមឥឡូវនេះខ្ញុំចេញពីអូបអុងហើយបងប្អូនអរគ្នាតែខ្ញុំទៅមកទីតាំងទៀតហើយជិះនៅតាមផ្លូវនេះឃើញដើមសេមន់ផ្លែឡើងក៏ហុំឆ្អៅហ្មងហើយវីដេអូនេះមើលឲ្យដល់ចប់កុំ skip ព្រោះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលផ្លែឈើជាច្រើនទៀតនៅលើភ្នំកលែនចេញពីនឹងទៅខ្ញុំទៅបេះភ្ញៀវនិយាយទៅតាមផ្លូវនៅលើភ្នំកលែនហ្នឹងគឺសិតតែផ្លែឈើហ្មងខែនៅខែប្រមូលផលអីហានេះផ្លែភ្ញៀវផ្អែមណាស់ពេញដើមផ្លែច្រើនហ្មងតែពេលអញ្ចឹងវាសប្បាយចិត្តហ្មងបាទបងប្អូនទាំងអស់គ្នាឥឡូវយើងបានមកដល់ទីតាំងទី2ហើយនៅកន្លែងនេះគេហៅថាប្រាសាទអូផ្អុងតែនៅមុខនេះមានអូហើយមានដើមផ្អុងច្រើនទៅក៏ប្រាសាទនេះក៏ជួបឈ្មោះថាប្រាសាទអូផ្អុងទៅប្រាសាទនេះយើងហៅថាណែប្រាសាទអូបអ៊ុងអញ្ចឹងប្រាសាទនេះវាស្ថិតនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី2ដែលគាត់មកតាំងរាជធានីនៅលើភ្នំកលែនយើងនៅឆ្នាំ802អញ្ចឹងវាត្រូវនៅសតវត្សទី9ហើយចំណុចសំខាន់របស់ប្រាសាទនេះគឺនៅក្នុងផែនទីដែលយើងធ្វើការ scan lidar ដោយអ្នកជំនាញបារាំងចំណុចដែលល្អជាងគេគឺវារត់ត្រួតស៊ីអគ្គិសនីរវាងរាជវាំងហើយនិងប្រាសាទរាជអារាមរូចិនអញ្ចឹងចម្ងាយវិជ្ជាលេខ1ពីប្រាសាទអូបអ៊ុងនេះទៅរាជវាំង900ម៉ែត្រហើយពីប្រាសាទអូបអ៊ុងនេះទៅពីរ៉ាមីត900ម៉ែត្រដូចគ្នាអញ្ចឹងអានេះជាចំណុចសំខាន់មួយទីតាំងទី3បងប្អូនអរគ្នាពឹងត្បាល់និយាយទៅតំបន់កំសាន្តនៅលើភ្នំកលែននេះច្រើនណាស់បងប្អូនរហូតដល់85ទីតាំងអញ្ចឹងដើរមួយថ្ងៃដើរអត់ហើយដើរ3 4ថ្ងៃមិនអស់តែគាត់ថាថ្ងៃនេះខ្ញុំទៅបានប្រហែលកន្លែងបានប៉ុណ្ណាយកប៉ុណ្ណឹងតាក់ទងនឹងខាងផ្នែកអេស័យជាទូទៅនៅក្នុងពើងលោកនៅវត្តតែអេស័យនៅពើងហើយដោយសារវាមានចម្លាក់អេស័យផងណាទៅនោះអេស័យ7ផងបាទហើយនៅលើថ្មធំនៅទៅនោះយើងមានស្លាកស្នាមនៃការដាប់ថ្មធ្វើសំណង់បែងចែកជាពីមួយខាង500ម៉ែត្រការ៉េហើយមួយខាងទៀត45ម៉ែត្រការ៉េនៅលើថ្មប៉ុន្តែវាបច្ចុប្បន្នដោយសារសំណង់នោះវាធ្វើពីឈើវានៅតែស្លាកស្នាមលើការដាប់ហ្នឹងដាក់ឈើដាក់ឈើដូចអានេះយើងហៅថាបើប្រកងដៃណែងដើម្បីបិទបាំងហ្នឹងថា beam hole សម្រាប់ធ្វើជាដបូលតែនោះមានស្លាកស្នាមដែរស្លាកស្នាមថ្មទាក់ទងនឹងការធ្វើដូចបាំងសាយអញ្ចឹងណាបាទហ្នឹងលើខាងនោះនៅពឹងក្បាលនេះស្អាតមកចូលមកតិចស្រួលខ្លួនហ្មងព្រោះមានថ្មអញ្ចឹងនេះសិតតែចម្លាក់របស់ព្រះសិវៈអីហើយខាងនេះមានស្លាមសិលាចារឹកតិចតែយើងមើលអត់ចង់ឃើញធ្លាប់មានបុរាណលោកទូគាត់មកប្រឌិតយកទៅស្រាវជ្រាវស្រាវអីហើយនិយាយអំពីសាច់រឿងរបស់ព្រះសិវៈហ្នឹងឯងហើយខាងនេះរោគចម្លាក់ព្រះសិវៈគង់នៅលើខ្សាត់គោហើយខាងនេះមានធ្វើឈើស្ពានឈើបងប្អូនផងដើរមកខាងនេះនិយាយទៅតិចគ្រូខ្លួនមែនទេព្រោះយើងនៅក្រោមពើងថ្មអញ្ចឹងហើយជុំវិញទៅដើមឈើដើម្បីទៅបរិយាកាសល្អនិយាយទៅតាបោះឬក៏អីសីព្រិចគ្រូព្រិចអីហ្នឹងកាលពីមុនពួកគាត់គឺតែងតែធ្វើកន្លែងសមាធិឬកន្លែងគង់អីគឺនៅក្រោមពើងថ្មឬក៏ក្នុងរូងភ្នំអីចឹងឯងនេះបងប្អូនទាំងអស់គ្នាថ្មធំមែនទេធំខ្ពស់ទៅលើយហើយយើងដើរចុះទៅខាង
ក្រោមទៅនោះតិចទៀតខាងនោះក៏មានរូបចម្លាក់រូបអីនៅខាងក្រោមនឹងទៀតដែរ thế cái này ruột rừng sụp tôm tôm lừa biết như thế này niệm tại được sao mò nó vì bắt xây đặt bàn lò tới tôm lừa niệm trình chặt rất nhiều bọc vài chút nên mình tập trungแต่สำหรับลูกค้านุชบาเจียนใช้ลูกนี้มันใช้คนเพื่อทมอวีประเภททมอวีใส่ถึงมีความสวยงาม បាទបងប្អូនអរគ្នាទីតាំងនេះគឺជាទីតាំងទី4ហើយនៅកន្លែងនេះគឺមានឈ្មោះថាប្រាសាទអារាមរោងចិនហើយកន្លែងដែលខ្ញុំឈរនេះគឺជាខឿនទី4ព្រោះថាប្រាសាទនេះគឺមាន5ថ្នាក់បងប្អូននេះ5ថ្នាក់អញ្ចឹងខាងក្រោមខ្ញុំចេះមាន1ថ្នាក់ហើយកន្លែងខ្ញុំឈរនេះ1ថ្នាក់ហើយយើងមើលឃើញទៅចេះឃើញ3ថ្នាក់ទៀតអញ្ចឹងចាំខ្ញុំនាំបងប្អូនអរគ្នាឡើងទៅមើលនៅខាងលើនេះមានលក្ខណៈរាងបាក់បែកច្រើនតិចបងប្អូនដោយសារប្រាសាទនេះតាំងពីសតវត្សទី9មកក្នុងរាជព្រះបាទជ័យវរ្ម័នទី2អញ្ចឹងព្រះបាទជ័យវរ្ម័នទី2ក្រោយពីបង្រួបបង្រួមប្រទេសយើងឲ្យជាប្រទេសតែមួយវិញព្រោះដោយសារយើងបានបែកបាក់គ្នានៅសម័យជេនឡាកុកហើយនិងជេនឡាទឹកលិចហ្នឹងអញ្ចឹងព្រះបាទជ័យវរ្ម័នទី2ទ្រង់បង្រួបបង្រួមហើយទ្រង់បានឡើងមកលើភ្នំកលែននេះហើយកសាងប្រាសាទនេះដើម្បីប្រកាសរាជថាទ្រង់គឺជាស្ដេចផែនដីទ្រង់ជាអ្នកដែលបង្រួបបង្រួមជាតិទ្រង់គោរពទៅលើព្រហ្មញ្ញសាសនាហើយលទ្ធិដែលកើតមានជំនឿហ្នឹងគឺព្រះសិវៈអញ្ចឹងហើយប្រាសាទនេះយើងឃើញមានទម្រសិវលឹងនៅខាងលើប្រាសាទនេះហើយព្រះបាទជ័យវរ្ម័នទី2ទ្រង់គឺជាក្សត្រដំបូងគេអាចថាជាក្សត្រដែលបើកទំពើសក្ការៈថ្មីនៃសម័យអាណាចក្រនគរព្រោះសម័យអាណាចក្រនគរគឺរាប់ចាប់ពីសតវត្សទី9ហ្នឹងឯងបងប្អូនទាំងអស់គ្នាពីឆ្នាំ802ដែលព្រះបាទជ័យវរ្ម័នទី2ទ្រង់បានធ្វើលទ្ធិទេវរាជនៅលើភ្នំកលែនហ្នឹងបាទបងប្អូនឥឡូវនេះយើងមកដល់ទីតាំងទី5ហើយកន្លែងនេះហៅថាស្រះដំរីអញ្ចឹងយើងឃើញមានរូបចម្លាក់ដំរីនៅពីក្រោមចេះហើយមានប្រវត្តិរបស់គេតែគ្រាន់ថាខ្ញុំអត់អាចនិយាយរៀបរាប់ប្រវត្តិអីបានក្បោះក្បាយទេខ្ញុំគ្រាន់ស្ដាប់ពីបងពុធាមកមិញហើយតាមពិតទៅនៅលើភ្នំកលែនគឺមានតំបន់ទេសចរច្រើនមែនទែនបងប្អូនទាំងអស់គ្នាយើងមកព្រោះខ្ញុំអញ្ចឹងខ្ញុំចាយពេលមួយថ្ងៃអញ្ចឹងយើងមកបានច្រើនទីតាំងហើយនៅទីនេះវាសិតជាស្លាកស្នាមដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់ខ្មែរយើងអញ្ចឹងបើសិនបងប្អូនចង់មកលេងចង់មកភ្នំកលែនអីអាចតាក់ទងតាមរយៈបងពុធាបានខ្ញុំដាក់លេខទូរស័ព្ទគាត់ឲ្យព្រោះពេលមានកាយមានមគ្គទេសតំបន់គាត់នាំដើរអញ្ចឹងទៅបានយើងដឹងថាភ្នំកលែនយើងអាចមកបានលើសពីបោះតង់លើសតែពីលេងទឹកជ្រោះយើងមកតំបន់ប្រវត្តិសាស្ត្រអញ្ចឹងគឺល្អខ្លាំងមែនទែនបងប្អូនអរគ្នានៅមុខរូបចម្លាក់ដំរីហើយនិងរូបចម្លាក់តោហ្នឹងមានស្រះបងប្អូនមានស្រះនៅពីមុខអញ្ចឹងបានគេហៅថាស្រះដំរីស្រះមាន3ទេបងប្អូនអរគ្នាមាន3មាននៅខាងមុខខ្ញុំចេះ1ហើយនៅខាងនោះមាន1ហើយនៅជ្រុងខាងនោះមាន1ទៀតបច្ចុប្បន្នស្រះហ្នឹងរៀងគោកអស់ច្រើនហើយបងប្អូនតែនៅមានដងនេះមកឆ្លុកជាមួយអូយតិចស្រួលមែនទែននៅមកឆ្លុកនេះទឹកហូរមកខាងនេះយើងឃើញមានខឿនថ្មកំពែងរបស់ស្រះទឹកនៅប៉ិតទៅអញ្ចឹង4ជ្រុងទៅអញ្ចឹងហើយដំរីហើយនឹងរូបចម្លាក់តោឲ្យនៅខាងមុខខ្ញុំចុះបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំបានមកដល់មកទីតាំងទៀតហើយទីតាំងទី6ហើយនៅប្រាសាទនេះគេហៅថាប្រាសាទដំរីក្រាបអញ្ចឹងយើងឃើញមានស្ដែមានកំពែងនៅស្វែលជុំវិញប្រាសាទអញ្ចឹងហើយឃើញមានទូប៉មប្រាសាទ3ហើយទូប៉មកណ្ដាលគឺនៅល្អជាងគេទូប៉មប្រាសាទទាំង3ហ្នឹងគឺស្ថិតនៅលើខឿនតែមួយបងប្អូននេះតែខឿនមកគ្រឹះមកខឿនអញ្ចឹងដោយសារតែដីរលុបអស់យើងច្រើនទៅក៏លិចទាំងខឿនហ្នឹងចឹងណាហើយយើងឃើញមានប្រសពពេជ្រអីគឺនៅទីល្អគូសំហើយទៅលើអីមានរូបចម្លាក់អីច្រើនទៀតតែគេថាយើងអត់ដឹងថាជារូបចម្លាក់អីទេបាទបងប្អូនទាំងគ្នាឥឡូវយើងបានមកដល់ទីតាំងទី7ហើយទីតាំងចុងក្រោយដែរនៅកន្លែងនេះហៅថាពើងអីសីនេះបងប្អូនឃើញរូបនោះកន្លែងដែលអីសីគាត់អង្គុយគាត់ធ្វើតបៈនៅក្នុងហ្នឹងគាត់ធ្វើតបៈធ្វើនៅក្នុងហ្នឹងយើងឃើញមានរូបសេដូចជាអប្សរាពីសងខាងទៀតហើយប្រឡោះទៅកណ្ដាលធំបងប្អូនទាំងគ្នាធំនេះចូលទៅមនុស្សអង្គុយហប់អត់អីទេអត់បាក់ស្បាអង្គុយផុតចឹងបានគេហៅថាពើងអីសីវាជាកន្លែងដែលអីសីឬក៏តាបោះគាត់អង្គុយធ្វើវិបស្សនាអង្គុយធ្វើតបៈធរហ្នឹងឯងនេះកន្លែងខ្ញុំឈរនេះរូបដំរីនេះពុំឲ្យមកចេះហើយនេះស្លឹកកាជីនេះតែគឺថាយើងឆ្លងកាត់រាប់រយឆ្នាំរាប់ពាន់ឆ្នាំព្រោះដោយសារនៅនេះយើងអាចនិយាយបានថា1000ឆ្នាំហើយអញ្ចឹងវាដើមឈើដុះពីលើដល់អីទៅវាបានតាមរឹសឈើនេះវិញបងប្អូនអរគ្នានេះរូបជំនឿទៅសេបនេះរូបនេះបដិមាសេបដិមានេះទៅខាងនោះទៀតច្រើនលើគេមកគាត់មកក្រោមនេះហ្មងហើយនៅខាងនេះវិញនេះខាងនេះយើងមានមុខនេះភ្នែកច្រមុះមាត់តែគាត់ថាយើងអត់ដឹងថារូបអីមិនដឹងថាជារូបទេពឬក៏រូបអសុរៈអញ្ចឹងណាយើងអត់ដឹងទេហើយខាងក្រោយនេះមានចម្លាក់នេះ
នេះបើខាងនេះវិញទឹកចេញបងប្អូនអរគ្នាចេញខ្លាំងមែនទែនចេញមកភុជហើយឡើងថ្មឆ្វឹងនិយាយលុបផឹកមួយដូចតកកយ៉ាងឡើងទៅជាស្រាប់ចេញល្អមែនទែនចេញមកពីប្រឡោះថ្មនេះភុជបាទបងប្អូនអរគ្នាឥឡូវនេះខ្ញុំបានត្រឡប់មកដល់មណ្ឌលពលរបៀងទេសចរលងធំវិញហើយមេឃពុំភ្លៀងបងប្អូនអរគ្នាហើយអរគុណបងប្អូនអរគ្នាមែនទែនដែលបានទស្សនានៅវីដេអូមួយនេះបើសិនជាបងប្អូនទាំងអស់គ្នាចង់មកលេងតំបន់ដែលខ្ញុំបានទៅដល់មិញប្រាសាទឬក៏ផ្ទះផ្លែឈើអីបងប្អូនអាចតាក់ទងមកសហគមន៍បានចាំខ្ញុំដាក់ Facebook ឬក៏លេខទូរស័ព្ទរបស់គាត់នៅលើវីដេអូនេះតែម្ដងអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ